មកជូរប្រៃសាច់មាន់បានញ៉ាំក្តៅជូរជ្រះមាត់មែនទែនបងប្អូនអរគ្នាហើយបានមាន់ស្រែទៀតហ្មងនិយាយពីថាជាតិនោះជាតិហើយបងប្អូនអើយហើយញិចម្ទេសហិលណាថ្ងៃនេះខ្ញុំមកស្លជាមួយនឹងមកជូរប្រៃមាន់ស្រែញ៉ាំម្ដងហើយបន្លែរបស់យើងមានដាក់ជាមួយនឹងផ្សិតប៉េងប៉ោះហើយនឹងម្ទេសផ្លោកបងប្អូនចាហើយយើងមានដាក់ត្រប់ស្រួយដែរនិយាយទៅគឺអ្នកផ្ទះខ្ញុំគឺគាត់កំងមកជូរប្រៃមាន់ស្រែហើយលើកទី1ផងដែរដែលខ្ញុំធ្វើញ៉ាំបងប្អូនហើយមិននឹកស្មានថារសជាតិវាឆ្ងាញ់អញ្ចឹងទេបងប្អូនអរគ្នាដូចថាខ្ញុំធ្លាប់តែស្ងោរមាន់ឆាក្តៅឬក៏ខ្ញុំមកធ្វើណាំងៅអីចឹងណាខ្ញុំមិនដែលមកស្លមជូរប្រៃនេះទេបងប្អូនហើយទៅពេលបានស្លម្ដងលើកទី1និយាយពីថាឆ្ងាញ់ជាតិមែនទែនបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានមាន់ស្រែអីកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាហើយខ្ញុំទៅផ្សារទិញបានមាន់មួយចាហៀងមកហើយបន្លែយើងទិញមុខតិចមកបានមកសឡហើយម្រះប្រូវហ្នឹងគេថែមឲ្យបងប្អូនមកដល់យើងយកបន្លែយើងមកលាងទឹកឲ្យស្អាតសិនហើយត្រប់យើងហ្នឹងយើងពុះវាជា2ជា3អញ្ចឹងទៅបងប្អូនហើយម្ទេសផ្លោកម្ទេសអីហ្នឹងលាងទឹកវាឲ្យ2 3ទឹកឲ្យជ្រះល្អអញ្ចឹងណាហើយយើងមានបន្តែជាមួយនឹងម្ទេសទុំដែរជូរប្រៃនេះគឺបន្លែឆ្ងាញ់គ្រប់មុខបងប្អូនជាពិសេសគឺខ្ញុំចូលចិត្តញ៉ាំជាមួយផ្សិតវាច្របញ៉ាំទៅវាឆ្ងាញ់មែនទែនហើយបន្លែរបស់យើងទិញផ្សិតមកបានរៀងច្រើនដែរថ្ងៃហ្នឹងដោយសារតែខ្ញុំចូលចិត្តផ្សិតដែរបងប្អូនអញ្ចឹងដាក់ផ្សិតរៀងច្រើនជាងគេហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមមកផ្សំគ្រឿងមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចហើយល្មៀតយើងគឺយើងដំបែកវាអញ្ចឹងណាហើយមានខ្ទឹមសហើយយើងដាក់ជាមួយនឹងខ្ទឹមក្រហមដែរខ្ទឹមក្រហមហ្នឹងយើងបកតែសម្បកវាចេញទៅបានហើយបងប្អូនចាយើងបាច់ដំវាក៏បានដែរយើងបកសម្បកហើយយើងទុកយកវាទៅលីងឲ្យឡើងឈ្ងុយជាមួយនឹងគ្រឿងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចហើយខ្ទឹមសហើយល្មៀតរបស់យើងហ្នឹងណាហើយចំពោះសាច់មាន់យើងវិញគឺយើងកាប់មកល្មមធំល្មមបងប្អូនកុំឲ្យទូចពេកថាស្លអីក៏ដោយដែរឲ្យតែយើងរៀបចំគ្រឿងហើយគឺស្លលឿនទេបងប្អូនចាហើយខ្ញុំមានជាមួយនឹងអំពិលទុំនិងអំពិលខ្ចីដែរដោយសារតាអំពិលខ្ចីខ្ញុំរៀងស្ទើអញ្ចឹងទៅខ្ញុំដាក់អំពិលទុំបន្ថែមនិយាយទៅស្លម្ជូរគឺខ្ញុំចូលចិត្តប្រើជាមួយនឹងអំពិលខ្ចីវាជូរជ្រះល្អបងប្អូនចានេះខ្ញុំត្រៀបចំគ្រឿងរួចរាល់ហើយយើងដាក់ឆ្នាំងហើយយើងបន្ថែមជាមួយនឹងប្រេងឆាបន្តិចមកដើម្បីយើងរំលីងជាមួយនឹងគ្រឿងយើងដែលរៀបចំទុកហ្នឹងហើយយើងដាក់ល្ក្រៃល្ក្រូចរំដេងហើយល្មៀតយើងយកទៅលីងវាឡើងឈ្ងុយសិនបន្ទាប់មកទៀតយើងយកសាច់មាន់មករំលីងវាឲ្យដាច់ទឹកប្រៃបងប្អូនអរគ្នាយើងធ្វើអញ្ចឹងគឺវាអត់មានក្លិនឆ្អាបទេពេលយើងកូរដាច់ទឹកប្រៃហើយយើងបន្ថែមជាមួយនឹងប្រហុកចំពោះប្រហុកវិញបងប្អូនចូលចិត្តប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងទៅបើសិនជាបងប្អូនចូលចិត្តញ៉ាំប្រហុកច្រើនយើងដាក់រៀងច្រើនតិចទៅហើយយើងកូររំលីងប្រហុកហ្នឹងឲ្យឡើងឈ្ងុយសិនហើយចាំយើងបន្ថយភ្លើងបងប្អូនចាយើងបន្ថយភ្លើងមករឹមសិនណាព្រោះអីយើងត្រូវការរងាស់មាន់របស់យើងហ្នឹងឲ្យវាដាច់ទឹកប្រៃល្អអញ្ចឹងបងប្អូនចាចុះឡើងសាច់វាឲ្យឡើងឈ្ងុយល្អហើយយើងបន្ថែមគ្រឿងមកបងប្អូនយើងដាក់ប៊ីចេងបន្តិចស្ករបន្តិចរ៉ូឌីហើយខ្ញុំមានដាក់ស៊ុបខ្នុរម្ដុំដែរនិយាយទៅការផ្សំគ្រឿងគឺតាមចំណូលចិត្តរបស់យើងទេយើងចូលចិត្តរសជាតិបែបណាយើងស្លោបែបហ្នឹងទៅបងប្អូនចាហើយយើងកូរគ្រឿងឲ្យវាសព្វចូលគ្នាល្អហើយយើងគ្របមកសន្ទុះដើម្បីឲ្យវាឡើងឈ្ងុយសិនណាហើយកំឡុងពេលហ្នឹងគឺយើងបន្ថយភ្លើងមកតិចមកបន្ទាប់ពីឃើញថាសម្លរបស់យើងហ្នឹងគឺវាដាច់ទឹកហើយយើងចាក់ទឹកចូលហ្មងទៅហើយខ្ញុំដាក់អំពិលខ្ចីយើងហ្នឹងចូលទៅឲ្យហើយដើម្បីឲ្យវាឆាប់ឆ្អិនហើយយើងយកមកជ្រុំជាមួយនឹងទឹកសម្លយើងហើយបន្លែដែលថារៀងក្រឆ្អិនខ្ញុំដាក់ចូលទៅមុនគេយើងមានដាក់ត្រប់ហើយនឹងផ្សិតណាបងប្អូនអរគ្នាហើយយើងបដែតម្ទេសមួយអញ្ចឹងមកឲ្យដឹងថាជាតិហ្មងនិយាយទៅស្លមុខនេះគ្រាន់តែថាកូរគ្រឿងតាំងពីដើមមកគឺឈ្ងុយមែនទែនបងប្អូនដឹងតែឆ្ងាញ់ហើយបើយើងបានមាន់ស្រែទៀតយកមកស្លដឹងតែជាតិសម្លម្ជូរដឹងថាចូលចិត្តជូរជ្រះហ្មងបងប្អូនអរគ្នាអញ្ចឹងខ្ញុំចូលចិត្តស្លដាក់ជាមួយនឹងអំពិលខ្ចីនិយាយទៅបើសិនជាអត់មានអំពិលខ្ចីមានតែអំពិលទុំជំនួសនឹងឯងតែដោយសារតែអំពិលខ្ចីមាន2 3គួរក្នុងទូដែរអញ្ចឹងយកមកដាក់លាយគ្នាតែហ្មងទៅហើយបន្ទាប់ពីបន្លែរបស់យើងរៀងផុយមកល្មមហើយខ្ញុំដាក់ជាមួយនឹងម្ទេសផ្លោកហើយនឹងប៉េងប៉ោះបងប្អូនចាហើយម្រះប្រូវហ្នឹងចូលទៅតាមក្រោយតែមកពុះហ្នឹងគឺខ្ញុំបិទឲ្យដោយសារតែអត់ចង់ឲ្យបន្លែវាលួយពេកតែប៉ុណ្្នឹងគឺដឹងថាមុខម្ហូបមួយនេះដឹងអស់បាយពីឆ្នាំងហ្មងព្រោះអីជាតិឆ្ងាញ់មែនទែនណាបងប្អូនអរគ្នាបើសិនជាបងប្អូនអត់ដឹងថាធ្វើម្ហូបអីទេកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាសម្លម្ជូរប្រៃ
មន់ស្រែរបស់យើងហើយញ៉ាំក្តៅក្តៅញិចម្ទេសហឹលរសជាតិឆ្ងាញ់មែនទែនបងប្អូនអរគ្នាហើយមើលតែមាត់អ្នកញ៉ាំហ្នឹងក៏ដឹងថាទំនងដែរនិយាយទៅលើកទី1របស់ខ្ញុំដែរទៅពេលស្លហើយរសជាតិវាឆ្ងាញ់អញ្ចឹងដឹងថ្ងៃក្រោយធ្វើញ៉ាំទៀតហើយបងប្អូនហើយជាតិឆ្ងាញ់មែនទែនប្រៃមាន់ស្រែនេះនិយាយទៅស្តៀងចង់ស្លម្ជូរគ្រឿងដែរបងប្អូនគាត់ថាយើងអត់បុកគ្រឿងអញ្ចឹងណាយើងប្រើជាមួយនឹងគ្រឿងរំលីងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយទៀតបាយបាយ